ថ្ងៃនេះយើងមកធ្វើ MM extra យើងជាបន្តទៀត MM extra ចូលមកកន្លែងនេះហើយយើងធ្វើជាមួយអីគេផ្សេងចាកន្លែងម៉ោងនេះគឺយើងនៅរយៈពេល21ម៉ោងទៀតនឹងអស់អាយុក្នុងការធ្វើ web task មួយនេះអញ្ចឹងនៅក្នុងនេះមានអីគេមាន bitcointalk.org មាន Twitter តើតើយើងទៅបង្កើត Twitter សិន Pinterest មាន Pinterest មាន Facebook នៅខាងក្រោមគេអញ្ចឹង5នេះtask list នេះឬក៏ web task នេះទាំង5ហ្នឹងគឺអត់ដូចគ្នាទេម្នាក់ចេញផ្សេងគ្នាឬក៏ស្តៀងគ្នាឥឡូវយើងមកធ្វើជាមួយ Bitcoin Talk អូខេចូលមក start ចឹង Bitcoin Talk គឺគ្រាន់តែឲ្យយើងចុះឈ្មោះឲ្យយើងស្ម័គ្របញ្ជីថ្មីចុះឈ្មោះជាសមាជិកថ្មីអូខេចាប់ផ្ដើមយើងមើលកន្លែងនេះ step 1ឲ្យចូលទៅកន្លែង Bitcoin Talk តោះមកគេប្រាប់ថាឲ្យយកកន្លែង register ណា register ពឹប register ឲ្យអីទៀតតោះមក profile នេះឥឡូវនេះចុចមកកន្លែងនេះគឺមកតែម្ដងchoose username email password and verify password ហើយ visual verification អូខេ name email របស់យើងហើយ email តែមួយហ្នឹងក៏បានដែរ.com ហើយ password ស្រាញ់យើងឯងអានេះ password សម្រាប់ account នេះហើយបន្ទាប់មកវាយនេះចូល SYCGX បន្ទាប់មកចុច register ពឹបអូខេរួចប៉ុណ្ណឹងហើយយើងទៅណាទៀតរួចប៉ុណ្ណឹងហើយយើងមើលកន្លែង profile មាន profile នេះកន្លែង profile សតូចបន្តិចនៅពេលដែលយើងមកកន្លែង profile ហើយធ្វើម៉េចទៀតនេះ forum profile information នៅកន្លែងណានឹងនេះ forum profile information ចុចហ្នឹងពឹបមើលគេ the right step toward the goal នេះស្រាប់យើងដាក់ទេតាមគេក៏បានextra ដាក់តាមគេប្រយទៅ the right step toward the goal ហើយញ៉ាដក the right step toward the goal today ហើយមកកន្លែងនេះដាក់ដូចគេ signature ចេះដាក់ដូចគេនៅកន្លែងណាមែនលើនេះ birth date យើងជ្រើសរើសក៏បានចាដាក់ទៅអូខេ location បាច់ទេ gender ដាក់ male female ហើយបន្ទាប់មកក្រោមនឹងទៀតនេះយើង comment របស់យើងនេះ signature ហ្នឹងមិញដល់នេះហើយស I but ហើយយើងសរសេរមិញ extra get up to 100% per month តោះមកធ្វើម៉េចយើងដាក់សញ្ញានេះអីចាម្ដងសាយសញ្ញានេះដល់សញ្ញា I មកទៅមើលគេ
nè ai ai bật ai bên ok chân rồi anh ấy giờ một crom tiết nè cái này nha website title như là global website title một crom nè website title global ok website URL website URL គឺយក referral របស់យើងមកណានេះគឺ referral របស់យើងចឹង referral យើងទៅយកពីកន្លែងនេះកន្លែង referral នេះបើកថ្មីមួយទៀតមកហើយយើងចុចកន្លែង show my referral link ហើយ copy អាហ្នឹងមកដាក់កន្លែងហ្នឹងដាក់កន្លែង website URL គឺ referral របស់យើង Scape យើងមិនបាច់ដាក់ទេ blockchain address bitcoin address យើងមកយកកន្លែងនេះយើងក៏បានដែរយើងកន្លែង account របស់យើងវាមាន bitcoin address នៅហ្នឹងមែនទេយើង copy អាហ្នឹងមកយើង copy អា bitcoin address ដែលយើងដាក់ថ្ងៃមុនណាឬក៏យើងទៅយកពី blockchain យើងក៏បានដែរ bitcoin address ពឹបហើយអីទៀតបានហើយ bitcoin ទី4 change profile ចុច change profile រួចអស់ហើយចុច change profile អូខេ change profile ហើយគេឲ្យចុចអីទៀតគេឲ្យចុច line profile នេះ line profile ពឹបនៅពេលចុច line profile វាឃើញអាផ្ទាំងនេះមួយដែលយើងនេះមិញមានព័ត៌មានរបស់យើងទាំងអស់អញ្ចឹងណាអូខេអញ្ចឹងហើយគេដាក់នេះ example គឺគេឲ្យយើងថតអានឹងមកផ្ទាំងហ្នឹងយកមក upload ចូលកន្លែងនេះហើយកន្លែងនេះ enter the link using address here គឺ email របស់យើងអញ្ចឹងយើងយកមកដាក់នេះសិននេះ email នេះ email នេះយើងយកមកដាក់កន្លែងនេះខមនេះអូខេ email របស់យើងហើយមួយទៀតsummary នេះយកពីទៅនេះទៅយើងថតចុចលើនេះមកថតយកតំណឹងមកហើយយើង save ទុកBitcoin Talk ដើម្បី upload ចូលអូខេបន្តមកយើងមើលខាងក្រោមវាដាក់ upload screenshot អញ្ចឹងមិញគេហៅ screenshot ចុចលើនឹងពឹបយើងមករកមិញណា Bitcoin Talk ចុច Bitcoin Talk នេះពឹបនេះវាពងវល់វារួចហើយវាឃើញរូបនៅរបស់យើងបន្តមកយើងចុច send for approval អូខេអញ្ចឹងរួចហើយយើងធ្វើរួចហើយឥឡូវឡើង41អញ្ចឹងថ្ងៃហ្នឹងគឺយើងមួយថ្ងៃយើងធ្វើតែមួយហ្នឹងឯងប៉ុន្តែថ្ងៃនេះយើងធ្វើជាមួយ Bitcoin Talk